ជំរាបសួរអ្នកទាំងអស់គ្នានេះគឺជាទិដ្ឋភាពភូមិមួយចំនួនស្ថិតនៅក្នុងឃុំជាណាក្រមស្រុកស្ទងខេត្តកំពង់ធំហើយយើងនឹងបង្ហាញពីខ្លងទ្វារមួយដែលស្ថិតនៅជាផ្លូវជាតិលេខ6និងនៅចម្ងាយ6គីឡូដីពីស្រុកស្ទងប៉ុណ្ណោះយើងធ្វើដំណើរតាមខ្លងទ្វារវត្តនឹងទៅខាងមុខយើងនឹងឃើញផ្ទះប្រជាពលរដ្ឋរស់នៅខាងក្នុងជាច្រើនគ្រួសារផងដែរហើយពួកគាត់ភាគច្រើនគឺជាកសិករធ្វើស្រែនិងចិញ្ចឹមសត្វយើងជិះកាត់ភូមិយើងបានឃើញពួកគាត់ដាំដំណាំឈូកនៅក្នុងភូមិតែម្ដងហើយដំណាំឈូកនេះក៏ជាមុខរបរមួយរបស់អ្នកស្រុកស្ទងផងដែរពួកគាត់អាចធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំនិងមានចិញ្ចឹមសត្វគោក្របីផងដែរវាលក្រមដែលនៅស្រុកស្ទងខេត្តកំពង់ធំនេះគឺជាទីកន្លែងដែលកសិករអាចដាំដុះស្រូវបានយ៉ាងច្រើននិងក៏ជាទីកន្លែងដែលប្រជាពលរដ្ឋអាចយកគោឬក្របីទៅលេងនៅទីនោះបានផងដែរហើយថ្មីនេះមានផ្លូវមួយខ្សែដែលគេធ្វើបានយ៉ាងល្អប្រណិតដែលអាចឲ្យយើងធ្វើដំណើរទៅកាន់វាលក្រមបានហើយប្រជាជនក៏អាចទៅលំហែនៅទីនោះបានព្រោះមានផ្លូវដ៏ប្រណិតនិងទេសភាពស្អាតនៅវាលក្រមនេះគឺជាសកម្មភាពដែលអ្នកភូមិកាត់ដេញក្របីរបស់ពួកគាត់ពីវាលក្រមឲ្យឡើងមកកាន់ភូមិវិញនៅរដូវវស្សាហើយនេះគឺជាវាលស្រែនិងប្រព័ន្ធទឹកដែលគេរៀបចំធ្វើនៅវាលក្រមវីដេអូដែលបង្ហាញពីទិដ្ឋភាពបន្តិចបន្តួចនៃស្រុកស្ទងនៅខេត្តកំពង់ធំក៏បានចប់តែប៉ុណ្ណឹងអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់